វិធានការរដ្ឋបាលដែលបានធ្វើឡើងដោយភ្លៀងរលឹមនេះគឺជាបេសកកម្មទីក្រុងស្អាតមានសោភ័ណភាពរបស់អាជ្ញាធរខណ្ឌមានជ័យដែលដឹកនាំដោយលោកជាវង្សចិន្តាដែលលោកគឺជានាយករដ្ឋបាលសាលាខណ្ឌមានជ័យបានអញ្ជើញដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌធ្វើការអប់រំណែនាំទៅដល់ម្ចាស់ទីតាំងឲ្យឈប់បន្តលក់ដូរដែលបានធ្វើឲ្យប៉ះពាល់ទៅលើចំណីផ្លូវសាធារណៈរបស់រដ្ឋបងប្អូនប្រិយមិត្តទស្សនិកជននៅក្នុងព្រឹកថ្ងៃទី2ខែកុម្ភៈឆ្នាំ2026នេះរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី2បានចេញសេចក្តីជូនដំណឹងដូចខាងក្រោមរដ្ឋបាលស្ទឹងមានជ័យទី2មានកិត្តិយសសូមជម្រាបជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសគឺអាជីវករលក់ដូរនៅមុខសាលាបឋមសិក្សាស្ទឹងមានជ័យដែលបានរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋឲ្យបានជ្រាបថាដើម្បីលុបបំបាត់នៅការលក់ដូរដែលរំលោភលើដីចំណីផ្លូវសាធារណៈនិងដើម្បីចូលរួមអនុវត្តនៅការរក្សាបាននូវសោភ័ណភាពសម្រាប់ធ្នាប់សាធារណៈរបស់ទីក្រុងស្អាតឲ្យមានសោភ័ណភាពល្អនិងការបង្ការនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុនោះរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី2សូមដាក់ចេញនៅវិធានការដូចខាងក្រោមទី1នៅតាមបណ្ដាផ្លូវមុនីរ៉េតនិងមុខសាលាបឋមសិក្សាស្ទឹងមានជ័យសូមបងប្អូនបញ្ឈប់នៃការលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈជាពិសេសគឺម្ចាស់ទីតាំងម្ចាស់ហាងម្ចាស់តូបហាមមិនឲ្យលក់ដូរមិនអនុញ្ញាតឲ្យមានការដាក់តាំងលក់ប៉ះពាល់ផ្លូវសាធារណៈនោះឡើយដូច្នេះសូមបងប្អូនធ្វើការរុះរើសំណង់ស្លាកប៉ាណូសម្ភារៈនិងទំនិញផ្សេងចេញដោយខ្លួនឯងលើដីចំណីផ្លូវសាធារណៈដែលទុករយៈពេល7ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ2នៅក្នុងករណីដែលមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី2នឹងចុះចាត់វិធានការរុះរើឲ្យអស់ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈដែលមាននៅលើទីតាំងខាងលើនេះនោះឡើយក្រោយពីបងប្អូនទទួលបាននូវសេចក្តីជូនដំណឹងនេះហើយរដ្ឋបាលសង្កាត់មានការសង្ឃឹមជឿជាក់យ៉ាងមុតមាំទៅលើស្មារតីភ្ញាក់រលឹកចូលរួមសហការគោរពអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវធ្វើនៅរាជធានីភ្នំពេញថ្ងៃទី2ខែកុម្ភៈឆ្នាំ2026នេះដោយចៅសង្កាត់ស្ទឹងមានជ័យទី2លោកទូចសំអល់ផែនការអាបាលរាជធានីភ្នំពេញដូចជាអាបាលខណ្ឌមានជ័យលោកសេគុណអញ្ចឹងនៅក្នុងនោះគឺយើងសហការងារនេះយើងចុះរៀបរយរៀបចំស្ដាប់ធ្នាប់គឺអនុវត្តនេះគឺទាក់ទងរៀបចំស្ដាប់ធ្នាប់នៅមុខសាលារៀនបឋមសិក្សាស្ទឹងមានជ័យអញ្ចឹងនៅក្នុងកិច្ចការថ្ងៃនេះយើងធ្វើការណែនាំគាត់ធ្វើការណែនាំដោយឲ្យគាត់ធ្វើកិច្ចសន្យាហើយនឹងធ្វើការណែនាំគាត់ឲ្យរកទីតាំងកន្លែងលក់ដូរថ្មីឲ្យទុករយៈពេលមួយសប្តាហ៍ដើម្បីគាត់ធ្វើការរុះរើទីតាំងកន្លែងហ្នឹងចេញអញ្ចឹងបើសិនជាមួយសប្តាហ៍ក៏មិនយូរទេអានឹងយើងចាត់វិធានការតាមរដ្ឋបាលការងារនេះយើងវាប៉ុណ្ណឹងយើងតាមសារណែនាំយើងវាប៉ុណ្ណឹងឯងអញ្ចឹងយើងធ្វើអ្វីឲ្យទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំរបស់យើងមានអាបាលទីភ្នំពេញអាបាលខណ្ឌអីអញ្ចឹងយើងប្រកបមានគំណាយើងចុះទៅប្រើពាក្យសម្ដីសំរុំជាមួយពួកគាត់Oke, itu sekarang ya, ya kau tidak tahu di sekolah, kalau tidak tahu, tapi dalam lagi, ya aku tahu, aku main kosong, Jangan boleh kemana?
បាច់សម្រាប់ស្មើជើងណាឲ្យសិនសៅសិនបាត់ធ្វើបណ្ណាចងកាន់ចូលទៅរៀនអញ្ចឹងបងខាងទីមកនេះយើងទុកយ៉ាងនេះមួយសប្តាហ៍ដើម្បីបងមើលណាបងមើលចេញណាមិនឲ្យអនុញ្ញាតឲ្យដូរតាំងតនេះទេក៏បងតាមបាត់ដែរតែខ្ញុំទុកđể chụp lên không? Làm cái cây nó tới, làm cây nó tới. Họ cũng như con, tất cả họ tốt giảm về đôi, đôi chân họ bỏ đôi chân họ bỏ. Đấy, đây chỉ cần phần phản cắt, phần tốt, họ đi tu tốt, đấy, đúng thế, đi sang cái đấy đi, chạy đấy. Còn người ta đang cái đó đấy. hay lên sạc cát làm bay đi trong khơi khoai chơi đi ở con ôn con sớm là hôm nay lên khoai chơi đi đang đâu mình tôi cái con cái con cái